បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកតមេរៀននឹងទៀតមកកាន់ enum ហើយជាមួយនឹង stretch ហើយជាមួយនឹងកូដថ្ងៃនេះយើងមានកូដ struct យើងមានឈ្មោះproduct មួយជាប្រភេទ data type struct ហើយយើងបើកវងកញ្ចក់មកយើងសរសេរនៅខាងក្នុងហ្នឹងមាន string code មាន variable ជាប្រភេទ string ហើយមានឈ្មោះថា name category ជាប្រភេទ string price ជាប្រភេទ decimal ហើយជាមួយនឹង stock ជាប្រភេទ integer ហើយបន្ទាប់មកយើងបិទ struct ហ្នឹងមកហើយបន្ទាប់មកយើងចូលមកដល់ class program ហើយយើងបើក static void main មកយើងបើកមកហើយយើងដាក់ product ហើយយើង product ចុចកូដនេះយើងហៅមកប្រើពីខាងលើមកគឺ PR នេះហើយជាមួយនឹង product name យើងហៅពី struct product មកហើយproduct នៅខាងលើនេះវាជាយើងអាចហៅវាជាប្រភេទ class ឬនៅក្នុង C++ តែនៅកន្លែងនេះវាជាយើងហៅវាមកប្រើវានឹងខ្លាចទៅជា variable មួយតែយើងត្រូវការដាក់ឈ្មោះឲ្យវាហើយយើងគ្រាន់តែហៅឲ្យវាមកហើយយើងគាត់ដាក់ចេញមកគឺវាមក product category គឺ computer price គឺ decimal stock គឺ integer ហើយពេលយើងដាក់មក write console write line product information ចុច code product ចុច code វានឹងចាប់មក variable ហ្នឹងវា store តនន័យអីកន្លែងនេះហើយឥឡូវយើងធ្វើការ run អាកន្លែងនេះគឺមានរូបដុល្លារដោយសារតែវាគឺជា price ពេលយើងដាក់ទៅយើង run មកគឺវាជារូបដុល្លារពីមុខឥឡូវយើងធ្វើការ run មកចំពោះ enum ហើយ struct វាខុសគ្នាของ enum ហ្នឹងវា default គឺមាននៅក្នុង system នេះវា default ដូចជាថ្ងៃដូចមានថ្ងៃច័ន្ទថ្ងៃអង្គារអញ្ចឹង default នេះវាអត់ត្រូវការ variable type អីhếtហើយជាមួយនឹង struct យើងត្រូវការ variable type ឥឡូវយើងធ្វើការ run វិញហើយគឺចេញលទ្ធផលដូចគ្នាអញ្ចឹងដូចយើងមានប៉ុណ្ណឹង